បាទសួស្តីបងប្អូនអរគ្នាវីដេអូនេះខ្ញុំបង្ហាញបងប្អូនយើងពាក់ព័ន្ធនឹងការធ្វើវីដេអូនៅក្នុងកម្មវិធី CapCut មានថាយករូបភាពធ្វើជាវីដេអូបាទឥឡូវយើងចូលមកកាន់កម្មវិធី CapCut ដែលបងប្អូន install រួចហើយណាខ្ញុំបើកតែម្ដងកន្លែងនេះគឺយើងមាន project ច្រើនដែលយើងបានធ្វើប៉ុន្តែអ្វីដែលបងប្អូនចាប់ផ្ដើមធ្វើដំបូងនេះបងប្អូនឃើញខាងលើមានតែពាក្យថា new project បាទឥឡូវធ្វើបែបសាមញ្ញសិនណាបាទ new projectបន្តទៀតបងប្អូនគ្នាឃើញមានជារូបភាពឬក៏វីដេអូបងប្អូនគ្នាឧទាហរណ៍ថាឡើយខ្ញុំមានវីដេអូបែបនេះខ្ញុំមានវីដេអូផងហើយខ្ញុំក៏មានរូបភាពផងឥឡូវខ្ញុំយកវីដេអូហ្នឹងឥឡូវខ្ញុំយកតែតិចបានតែកាត់នេះឥឡូវខ្ញុំយកអាវែងម្ដងស្រួលតម្រឹមឲ្យបងប្អូនឃើញទៀតហើយក៏មានរូបភាពមួយចំនួនដែលយើងចូលមកកាន់ tab រូបភាពហើយយើងយករូបភាពចូលបាទយករូបភាពចូលមកហើយយើងចុច add បាទនេះមានអញ្ចឹងណាបាទហើយលក្ខណៈនេះគឺថតបញ្ឈរអេក្រង់ទេរូបភាពយើងអត់ពេញទេឃើញទេវាកាត់បែកកណ្ដាលក្រោមនេះហើយក៏យើងអាច add បន្ថែមបានដែរនេះចុច add មកហើយបងប្អូនគ្នាអាចចូលយកវីដេអូក៏បានរូបភាពក៏បាននេះខាងលើនេះអូខេតោះឥឡូវយើងយករូបវីដេអូបន្តទៀតហើយខ្ញុំចុច add មកនេះចុច add វាចូលបាទអូខេតោះនេះរូបវីដេអូទៀតឥឡូវយើងចាប់ដើមធ្វើការកាត់នេះយកប៉ុណ្ណេះអញ្ចឹងខ្ញុំកាត់ trim វាខ្ញុំយកប៉ុណ្ណឹងខ្ញុំអស់ប៉ុណ្ណឹងមកខ្ញុំកាត់ trim វានេះ split ការ split ដាច់វាចោលហើយខ្ញុំធ្វើការ delete អានេះចោលបាទចុចលើវាហើយបងប្អូនគ្នាឃើញនេះអូខេបាទ delete នេះជារូបភាពរបស់ខ្ញុំអាចចុចកន្លែងនេះមកឲ្យលើវាជាប់ហើយយើងព្រីឲ្យប្រើម្រាមដៃយើងព្រីខ្លួនឯងអូខេកុំអានេះពាក់ព័ន្ធកន្លែងហ្នឹងគឺយើងធ្វើបន្តទៀតពេលនេះចេះយើងអាចទាញវាមកហើយយករូបភាពនេះទៀតចុចលើវាហើយយើងបរិចអូខេអានេះវីដេអូទៀតប៉ុណ្ណឹងមកយើង trim វាចេញផ្ដាច់ក៏បានដែរកាត់វាចោល split ហើយ delete វាអូខេប៉ុណ្ណឹងបាទអ្វីដែលបងប្អូនត្រូវធ្វើទៀតគឺឡើយនេះយើងដាក់ effect វា select លើរូបភាពហ្នឹងហើយបងប្អូននេះធ្វើការដាក់ effect ដោយប្រើ effect នេះហើយមានវីដេអូនិង body ឡើយនេះបងប្អូននេះធ្វើការតេស្តខ្លួនឯងបាទវីដេអូ effect គឺបែបនេះហើយករណីខ្លះវាមានរបស់ free និងរបស់អត់ free របស់ free មានថាផ្កាយអញ្ចឹងពាក្យច្រើនវា pro បងលុយតែបងប្អូននេះអត់បងលុយទេបងប្អូនរបស់ free ទេតែអត់ចុចលើវាហ្នឹងវានឹងទាបងប្អូនបងលុយហើយអូខេយើងយកប៉ុណ្ណឹងមកប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងណាបាទបើអត់ពេញចិត្តទេយើងចូល effect ម្ដងទៀតធ្វើការ delete វាចេញបែបនេះវិញហើយយើង crease នេះអូខេហើយកន្លែងនេះវា effect ឥឡូវខ្ញុំប្រើ effect ជាមួយ body effect នេះអូខេវាបែបផ្សេងនេះវាចឹងវា style តែខ្ញុំបញ្ជាក់អញ្ចឹងបើបងប្អូននេះអត់បងលុយគេទេវាយើងពិបាកប្រើបន្តិច effect ទាំងអស់ហ្នឹងអូខេឥឡូវខ្ញុំយកអាហ្នឹងមួយហើយខ្ញុំប្រើជាមួយនឹង effect មួយទៀតគឺ body effect នេះ video effect ម្ដងបាទយើងមានអាណាផ្សេងនេះក៏បានដែរ effect នេះជីអញ្ចឹងណាតែវាជាអញ្ចឹងបើសិនជាបងប្អូន free ប្រហែលជាអត់ប្រើបានដូចខ្ញុំច្រើនអញ្ចឹងអានេះ pro ឯងមានថាបងលុយឃើញអត់បាទហើយយើងចង់យករូបភាពនឹងបោះមកមុខអញ្ចឹងយើងចុចឲ្យជាប់ទាញវាមកមុខវិញមកឃើញទេខ្ញុំកលវាមួយណាទៅមុខក៏បានអូខេបាទតែប៉ុណ្ណឹងហើយសលេងនេះ add audio ចុចលើពាក្យ add audio ហ្នឹងមកបងប្អូននេះធ្វើការជ្រើសរើសសលេងចូលនេះសាច់ភ្លេងស្រាប់ប៉ុន្តែសម្រាប់អ្នករលុយគឺអត់ recommend ទេ
តែសម្រាប់អ្នកអត់ហត់លុយបងប្អូនចង់ប្រើnóiបានដែរអត់គេឲ្យផុសចូលនេះអូខេហើយមួយទៀតពាក់ព័ន្ធកន្លែងហ្នឹងគឺយើងធ្វើការបិទសលេង original យើងចោលដោយប្រើកន្លែងនេះ mode សលេងចោលទាំងអស់មានតែមកជួង mode ទាំងអស់ប៉ុន្តែបើសិនជាកុំព្យូទ័រវា mode ផ្សេងពីហ្នឹងហើយទូរស័ព្ទជាមួយទៅទាំងអស់នេះវែងពេកណាយើងតែប៉ុណ្្នឹងឬក៏យើង time speed វាទៀតណាចុចឲ្យ time speed នេះ speed មានពីរប្រភេទ normal និង curse មានថាតែកន្លែងនេះពាក់ព័ន្ធឡើងflow បាទខ្លះវាឲ្យបងលុយបងប្អូននេះខ្ញុំអត់ដឹងថាមកនេះប្រើទៅបានកម្រិតណាទេកន្លែងហ្នឹងនេះបងលុយអញ្ចឹងប្រើមិនក៏បានដែរអញ្ចឹងមកអត់សាំបើមិនបងប្អូនអត់បងលុយគេទេវាត្រូវមានវិជ្ជាកម្មលោតញ៉ៃយើងប្រើមិនបានទលំទលាយអញ្ចឹងទេខ្ញុំក៏ប្រាប់នេះណាតែបងប្អូនអស់នេះប្រើមិនបងលុយទេយើងហ៊ានតបងហើយខ្ញុំបងលុយតាមក្រោយតែគាត់សាំបន្តិចធុញបន្តិចបាទឥឡូវខ្ញុំយកវីដេអូមកប្រើសិនអាហ្វិចអូខេនេះឈប់ផ្លឹបបាទនេះធ្វើការត្រៀមវាចោលភ្លេងប៉ុណ្ណឹងផ្ដាច់វាឬក៏ time speed ភ្លេងតិចក៏បានដែរភ្លេងអាច time speed បានហើយខ្ញុំ time speed ភ្លេងសិនអូខេអូមាន fade មាន time ណាវាគួរតែមាន time លឿនបានអត់មាន audio effect នេះ effect time audio ហើយយើងប្រើ original ទៅយើង split វាចោល delete វាចោលប៉ុណ្ណាហ្នឹងទៅបើអត់ delete ទេពេល render ទៅ 4-5 នាទីតាមបទចម្រៀងហ្នឹងអានេះយើងតែប្រហែល2នាទីទេហើយកន្លែងនេះយើងអាច fade វាបានវាស្អាតចឹងពាក់ព័ន្ធឡើងហ្នឹងគឺវាតែចុចនេះចុចនេះចឹងណាអូខេហើយមួយទៀតពាក់ព័ន្ធនឹង color ខ្ញុំអាចចុចនេះហើយយើងចូលមកកាន់កន្លែងមួយគេហៅថា adjustment ពាក់ព័ន្ធឡើងនេះយើងមានអូតូប៉ុន្តែអូតូលុះត្រាតែបងប្អូននេះទិញបងលុយតែអត់ទេយើង adjust ដៃមានថាយើងតម្លើងពលឺតម្លើងពណ៌ឃើញទេអាហ្នឹងគេហៅថា adjust ដៃហើយ clarity អូខេ graphic ឡើងបន្តិចចាប់ឲ្យលឺភ្លឺបន្តិចឃើញទេអូខេបែបនេះយើងសេរីដៃយើងហើយបងប្អូននេះឃើញពេញចិត្តអត់ឬក៏ថែមស្អីទៀត bright នេះបន្តិចឬក៏ contrast វាបន្តិចអូខេកន្លែងពាក់ព័ន្ធឡើងនេះមាន apply មានពីរប្រភេទ apply តែមួយឬក៏ apply ទាំងអស់ឥឡូវខ្ញុំយក apply ទាំងអស់ apply all អញ្ចឹងគ្រប់វីដេអូទាំងអស់វាកែពណ៌ទាំងអស់ឃើញទេខុសពីមុនណាអូខេតមកទៀតហើយបងប្អូនត្រូវធ្វើគឺ render នេះចុចខាងលើនេះមានពាក្យ render export បញ្ជាក់ណាបើសិនបងប្អូនគ្នាមិនប្រើ Pro ទេករណីបងប្អូនគ្នាប្រើ Effect Pro គឺវាអត់ឲ្យ export ទេវាទាមទារបងប្អូនរងចាំអញ្ចឹងវាអត់បានទេតើអត់បើសិនជាបងប្អូនអត់បងលុយទេអា Pro ហ្នឹងគឺបងប្អូនគ្នាឃើញអាផ្កាយ Diamond ហ្នឹងគឺអត់ប្រើទេណាកុំយកឲ្យប្រើបើអញ្ចឹងទៅ export ទៅទេអានេះដោយសារខ្ញុំ Pro អញ្ចឹងខ្ញុំអាច export អ្វីក៏បានដែរឥឡូវនេះមាន AI បងប្អូនឃើញនេះផ្កាយហ្នឹងបើសិនជាបងប្អូនប្រើធម្មតាអត់បានទេអូខេនេះបានទាំងអស់ដោយសារខ្ញុំប្រើបងលុយឯងឥឡូវយើង export ទៅតែម្ដងបាទតែប៉ុណ្្នឹងទេពាក់ព័ន្ធនឹងការ edit នៅក្នុង CapCut បាទអរគុណច្រើន